សញ្ញា3យ៉ាងដែលនឹងទឿនអ្នកមុនពេលដែលអ្នកទៅត្រួតពិនិត្យឃើញថាខ្លួនឯងមានបញ្ហាទឹកនោមផ្អែមតួឯកសំខាន់ដំបូងគេគឺអ្នកត្រូវតែស្គាល់សិនថាអរម៉ូនអាំងសាលីនគឺជាអ្វីព្រោះមុនពេលដែលយើងមានបញ្ហាទឹកនោមផ្អែមយើងនឹងត្រូវប្រឈមនឹងបញ្ហាធន់នឹងអាំងសាលីនជាមុនសិនចុះយើងនឹងដឹងដល់របៀបណាទៅថាយើងកំពុងតែធន់នឹងអាំងសាលីនហើយមួយឆែកមើលទាំងអស់គ្នាថាតើ3រោគសញ្ញានេះអ្នកមានប្រមាណចំណុចហើយដំបូងគេនោះគឺងាយនឹងឡើងគីឡូមិនថាអ្នកញ៉ាំដដែលឬក៏តិចជាងមុនប៉ុន្តែគីឡូក៏នៅតែឡើងជាពិសេសនឹងគឺបរិវេណចង្កេះឬហៅថាក្បាលពោះនៅពេលដែលអ៊ីនស៊ូលីនឡើងខ្ពស់វានឹងធ្វើឲ្យរាងកាយសន្សំខ្លាញ់បានកាន់តែច្រើនឡើងជាពិសេសគឺបរិវេណចង្កេះឬហៅថាក្បាលពោះហ្នឹងហើយដែលជាហេតុធ្វើឲ្យអ្នកនឹងកាន់តែដកក្បាលពោះធំឡើងទី2ឃ្លានខ្លាំងហើយក៏ឆាប់ឃ្លានមូលហេតុនោះគឺនៅពេលដែលរាងកាយរបស់អ្នកធន់នឹងអាំងសាលីនត្រូវអ្នកញ៉ាំបាយរួចហើយប៉ុន្តែអ្នកក៏នៅតែមានអារម្មណ៍ថាឃ្លានទៀតបាយគឺជាសារធាតុម្សៅឬហៅថា carbohydrate នៅពេលដែលញ៉ាំចូលទៅវានឹងបំលែងទៅជាជាតិស្ករហើយស្ករទាំងនោះវានឹងហក់ឡើងពឺតខ្ពស់មែនទែននៅក្នុងរាងកាយរបស់យើងអ៊ីនស៊ូលីនក៏នឹងហក់ឡើងខ្ពឺតទៅតាមដើម្បីចាប់យកជាតិស្ករយកមកប្រើជាថាមពលអ៊ីនស៊ូលីនដែលខ្ពស់ខ្លាំងពេកវាក៏នឹងធ្វើឲ្យកម្រិតជាតិស្ករដែលមាននៅក្នុងរាងកាយធ្លាក់ចុះពឺតមករំពេចពេលដែលវាធ្លាក់ចុះវឹបហ្មងអ្នកក៏ចាប់ផ្ដើមមានអារម្មណ៍ថាឃ្លានទៀតតែម្ដងទី3គឺងុយគេងមែនតើជាពិសេសពេលដែលញ៉ាំបាយហើយនេះគឺជាសញ្ញាដែលអាចនឹងកំពុងតែទឿនថារាងកាយរបស់អ្នកកំពុងតែចាត់ការជាមួយនឹងជាតិស្ករអត់បានល្អនោះទេហើយក៏អាចនឹងបញ្ជាក់ថាអ្នកកំពុងតែធន់នឹងអាំងសាលីនហើយអាការៈទាំងអស់នេះគឺជាអាការៈដែលនៅចិត្តខ្លួនអ្នកមែនតើដែលកំពុងតែដាស់តឿនថារាងកាយអ្នកកំពុងតែធន់នឹងអាំងសាលីនហើយកាន់តែញ៉ាំរាងកាយកាន់តែផលិតអរម៉ូនអាំងសាលីនហើយនៅពេលដែលរាងកាយផលិតអរម៉ូនអាំងសាលីនកាន់តែលឿនទៅញឹកញាប់រាងកាយក៏នឹងមិនអាចធ្វើប្រតិកម្មឆ្លើយតបទៅកាន់អរម៉ូនអាំងសាលីនបានល្អដូចដើមដែលសំខាន់ជាងនេះនោះគឺនឹងធ្វើឲ្យអ្នកមានឱកាសនឹងកើតទឹកនោមផ្អែមច្រើនជាងមនុស្សទូទៅទ្វេដមិនដែរបន្ទាប់ពីស្ដាប់ហើយអ្នកទាំងអស់គ្នាមានបានចំណុចដែរកុំភ្លេច comment ប្រាប់ផងណាចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់ផងដើម្បីគាត់បានពិនិត្យនិងមើលទាំងអស់គ្នាហើយយើងមកសុខភាពល្អទាំងអស់គ្នាជាមួយនឹង Silficret